ស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានមុខម្ហូបថ្មីទៀតហើយសាមញ្ញហើយងាយស្រួលធ្វើទៀតគឺឆាខាត់ណាជាមួយនឹងសាច់ជ្រូក3ជាន់ហើយទាំងអស់នេះគឺជាគ្រឿងផ្សំសម្រាប់ធ្វើឆាខាត់ណារបស់យើងមានម្រេចស្លឹកខ្ទឹមនិងខ្ទឹមសកញ្ច្រាំអំបិលប៊ីចេងស្ករសហើយផ្កាខាត់ណារបស់យើងហើយនិងសាច់ជ្រូកឥឡូវនេះខ្ញុំមកធ្វើការហាន់ខាត់ណារបស់យើងជាចរិយាតូចៗសិនហើយស្លឹកខាត់ណាហ្នឹងគឺខ្ញុំអត់ចោលទេខ្ញុំយកដែរដោយសារតែស្លឹកខាត់ណាហ្នឹងគឺខ្ចីល្អឥឡូវនេះគឺថាខាត់ណារបស់ខ្ញុំគឺបានហាន់រួចហើយបន្ទាប់មកខ្ញុំក៏យកវាទៅលាងទឹកហើយយើងទុកម្ដងសិនយើងមកធ្វើការដាក់ឆ្នាំងដើម្បីបំពងខ្ទឹមរបស់យើងឲ្យក្រហមបន្ទាប់ពីខ្ញុំធ្វើការចាក់ខ្លាញ់ចូលហើយក៏ទុកឲ្យខ្លាញ់ហ្នឹងក្តៅបន្តិចបាទខ្ញុំធ្វើការចាក់ខ្ទឹមសរបស់យើងចូលដើម្បីបំពងវាឲ្យក្រហមបន្ទាប់ពីខ្ញុំរំលីងខ្ទឹមឡើងក្រហមហើយឥឡូវយើងក៏ធ្វើការចាក់សាច់ជ្រូកចូលមកបន្ទាប់ពីយើងចាក់សាច់ជ្រូកចូលហើយខ្ញុំក៏ធ្វើការកូរវាបន្តិចហើយក៏ធ្វើការចាក់ទឹកត្រីដើម្បីកុំឲ្យខ្លោចនៅពេលដែលខ្ញុំចាក់ទឹកត្រីចូលហ្នឹងគឺខ្ញុំទុកសាច់ជ្រូកហ្នឹងឲ្យវាឡើងក្រហមព្រឺបន្តិចបានធ្វើការដាក់គ្រឿងផ្សេងចូលទៀតឥឡូវហ្នឹងគឺថាសាច់ជ្រូករបស់ខ្ញុំគឺរាងក្រហមព្រឺហើយខ្ញុំក៏ធ្វើការដាក់ម្រេចដាក់អំបិលដាក់ស្ករនិងប៊ីចេងចូលបន្ទាប់ពីធ្វើការដាក់គ្រឿងហើយអស់ហើយខ្ញុំក៏ធ្វើការចាក់បន្លែរបស់យើងចូលហើយកូរជាមួយសាច់របស់យើងនឹងឲ្យចូលសព្វគ្នាបានល្អចាំយើងធ្វើការចាក់ទឹកចូលការដែលឆារបៀបនេះគឺធ្វើឲ្យម្ហូបរបស់យើងកាន់តែមានរសជាតិឆ្ងាញ់បន្ទាប់ពីខ្ញុំធ្វើការកូរច្បល់បន្លែរបស់យើងសព្វហើយក៏ធ្វើការចាក់ទឹកសចូលបន្ទាប់មកក៏យើងធ្វើការដាំទឹកនោះរហូតទាល់តែបន្លែរបស់យើងឆ្អិនល្អបន្ទាប់ពីខាត់ណារបស់យើងបានឆ្អិនក៏ធ្វើការរោយស្លឹកខ្ទឹមពីលើទៅហើយកូរច្បល់វាឲ្យសព្វយើងក៏ធ្វើការបិទហ្គាសប៉ុណ្ណឹងជាការស្រេចហើយវីដេអូឆាខាត់ណារបស់ខ្ញុំគឺមានតែប៉ុណ្ណឹងបាយបាយជួបគ្នានៅពេលក្រោយទៀត